mà cùng bà Trần á. Con này con cứ này con này. Vậy chẳng cái con Bạn chị này. cho con này. Cùng bà Trần á chồng con chui mà đấy. Con chui mẹ. Con không lắm chồng con chui hơi lui. មានកុមារខ្មែរជាច្រើនទៅតែចាប់ផ្ដើមជីវិតប៉ុន្តែត្រូវប្រយុទ្ធជាមួយសេចក្តីស្លាប់រួចទៅហើយពួកគេមិនទាន់ដឹងថាប្រទេសកំពុងនិយាយពីការរីកចម្រើនអ្វីទេមិនដឹងថាមនុស្សធំកំពុងជជែកគ្នាអំពីនយោបាយសេដ្ឋកិច្ចឬអនាគតជាតិអ្វីឡើយពួកគេដឹងតែថាខ្លួនឈឺខ្លះអាចដឹងថាម្ដាយកំពុងយំខ្លះដឹងថាឪពុកកំពុងស្ងៀមស្ងាត់ព្រោះមិនដឹងថាត្រូវរកប្រាក់ពីណាដើម្បីទាញកូនចេញពីមាត់ជ្រោះនៃសេចក្តីស្លាប់នៅពេលមនុស្សធំមានបញ្ហាយើងអាចនិយាយអាចសុំជំនួយអាចតវ៉ាប៉ុន្តែកុមារឈឺម្នាក់មិនអាចធ្វើអ្វីបានទេកុមារគ្មានសម្លេងរបស់ខ្លួនឯងក្នុងសង្គមគ្មានអំណាចគ្មានប្រាក់មានតែស្នូលដង្ហើមតិចតិចកៅភ្នែកក្រឡង់មួយគូដែលសំឡឹងមើលទៅមនុស្សធំដូចជាសួរថាតើអ្នកជួយខ្ញុំផងបានទេសំណួរនេះមិនមែនជាសំណួររបស់កុមារម្នាក់ទេវាជាសំណួររបស់មនសិការជាតិទាំងមូលយើងអាចនិយាយអំពីស្ពានអាគារផ្លូវនិងការអភិវឌ្ឍប៉ុន្តែប្រទេសមួយមិនអាចហៅការរីកចម្រើនពេញលេញបានទេបើកុមារម្នាក់ត្រូវបាត់បង់ជីវិតព្រោះតែឪពុកម្ដាយគ្មានប្រាក់ព្យាបាលកុមារមិនគួរត្រូវបានវាស់តម្លៃតាមទឹកប្រាក់របស់ឪពុកម្ដាយឡើយជីវិតកុមារគួរតែមានតម្លៃដូចគ្នាមិនថាគេកើតនៅក្នុងផ្ទះមានទ្រព្យឬក៏ផ្ទះក្រីក្រនោះឡើយចំពោះកុមារកម្ពុជារាប់លាននាក់ក្តីសង្ឃឹមនោះគឺមន្ទីរពេទ្យគន្ធបុប្ផាជាកន្លែងដែលឪពុកម្ដាយ3កូនចូលទៅដោយទឹកភ្នែកហើយបន់ស្រន់ថានឹងបានអោបកូនចេញមកវិញដោយមានជីវិតជាកន្លែងដែលគ្រួសារក្រីក្រមិនចាំបាច់ត្រូវលក់ដីលក់គោឬជំពាក់បំណុលដើម្បីឲ្យកូនមានសិទ្ធិទទួលការព្យាបាលជាកន្លែងដែលជីវិតកុមារមិនត្រូវបានដាក់តម្លៃជាប្រាក់ប៉ុន្តែមន្ទីរពេទ្យគន្ធបុប្ផាមិនអាចសង្គ្រោះកុមារដោយក្តីអាណិតតែមួយមុខបានទេទោះការព្យាបាលនៅក្នុងមន្ទីរពេទ្យនេះមិនគិតថ្លៃចំពោះកុមារគ្រប់រូបក៏ដោយក៏មិនមែនមានន័យថាមន្ទីរពេទ្យមិនត្រូវចំណាយថវិកានោះដែរថ្នាំពេទ្យនិងឧបករណ៍ផ្សេងៗគឺត្រូវការថវិកាឈាមត្រូវការថវិកាការវះកាត់ត្រូវការថវិកាបន្ទប់សង្គ្រោះបន្ទាន់ត្រូវការថវិកាហើយជីវិតកុមារម្នាក់ត្រូវការមនុស្សជាច្រើនដែលមិនស្គាល់ពួកគេប៉ុន្តែព្រមជួយដើម្បីឲ្យពួកគេមានជីវិតដូច្នេះការបរិច្ចាគទៅមូលនិធិគន្ធបុប្ផាកម្ពុជារបស់អ្នកទាំងអស់គ្នាមានតម្លៃស្មើនឹងការឈរនៅក្បែរគ្រែពេទ្យរបស់កុមារម្នាក់ស្មើនឹងការជួយកាន់ដៃម្ដាយម្នាក់ដែលកំពុងខ្លាចបាត់បង់កូនស្មើនឹងការប្រាប់កុមារម្នាក់ថាក្មួយមិនត្រូវបានទុកចោលទេប្រទេសនេះមិនភ្លេចក្មួយនោះទេថ្ងៃនេះបើអ្នកអាចជួយបានសូមជួយមន្ទីរពេទ្យគន្ធបុប្ផាអំណោយធំបំផុតដែលយើងអាចផ្ដល់ឲ្យកុមារម្នាក់បានគឺឱកាសរស់សូមចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាក្នុងយុទ្ធនាការ10000រៀល10000នាក់ដើម្បីកុមារកម្ពុជានិងដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាតាមរយៈ QR Code ផ្លូវការដែលបានភ្ជាប់ជាមួយការផ្សាយនេះខ្ញុំរស់សុធាពី News Today NTTV